ចាអានគឺដើម្បីឲ្យចេះចាំយល់ដឹងឲ្យច្បាស់នៅក្នុងអត្ថបទនិងអត្ថន័យមេរៀននៅក្នុងសៀវភៅចាឬក៏អត្ថបទនៅក្នុងសៀវភៅទៅខ្ញុំទម្លាប់ណាអានសៀវភៅដែលពាក់ព័ន្ធនឹងការដឹកនាំចានឹងស្រាវជ្រាវនឹងការបង្ហាត់បង្រៀនចាទៅដល់គ្រូបង្រៀនសិស្សដែលមានវិការភាពចាសូមផ្ដាំផ្ញើទៅដល់កុមារជាពិសេសមាតាបិតាជួយជំរុញចាទៅដល់កូនចារបស់លោកឲ្យទម្លាប់អានចាទម្លាប់សរសេរចាក្នុងការវឹកហាត់នៅផ្ទះចានៅសាលារៀនយើងដឹងហើយថាគាត់បានទៅរៀននេះចាទទួលយកចំណេះដឹងពីលោកគ្រូអ្នកគ្រូហើយប៉ុន្តែវិលត្រឡប់មកផ្ទះវិញគាត់ក៏ត្រូវការមាតាបិតាយកចិត្តទុកដាក់និងជួយជំរុញឲ្យគាត់ខំប្រឹងប្រែងហាត់អាននិងសរសេរជាពិសេសពេលដែលត្រូវការចូលបណ្ណាគាររកទិញសម្ភារៈសម្រាប់គាត់គឺសំខាន់គឺសៀវភៅសម្រាប់កូនតូចៗដែលគាត់សិក្សារៀននៅផ្ទះចាសូមអរគុណ